ប្រភពពីបងម៉ៅវុទ្ធាការណែនាំអំពីរបៀបការពារខ្លួននិងស្វែងរកសុវត្ថិភាពការរស់រានមានជីវិតពីការវាយប្រហារតាមអាកាសដោយយន្តហោះចម្បាំងទាមទារឲ្យមានការសម្រេចចិត្តឆាប់រហ័សបំផុតព្រោះយន្តហោះទាំងនេះមានល្បឿនលឿនជាងសំឡេងខាងក្រោមនេះគឺជាការណែនាំអំពីរបៀបការពារខ្លួននិងស្វែងរកសុវត្ថិភាព 1. សកម្មភាពបន្ទាន់រយៈពេល5វិនាទីដំបូងប្រសិនបើអ្នកឮសំឡេងផ្ទុះឬសំឡេងយន្តហោះយ៉ាងខ្លាំងកុំព្យាយាមងើបមើលត្រូវអនុវត្តដូចខាងក្រោមដេកផ្គប់មុខទៅដីក្រាបខ្លួនឲ្យទាបបំផុតតាមដែលអាចធ្វើទៅបានរលកធាតុអាកាសបន្លាស់ស្វែវពីគ្រាប់បែកនិងរុញច្រានទៅលើនិងទៅក្រៅដូច្នេះការដេកផ្ទាល់នឹងដីជួយកាត់បន្ថយសម្ពាធមកលើរាងកាយខ្ទប់ក្បាលនិងកប្រើដៃទាំងពីរខ្ទប់ក្បាលនិងកដើម្បីការពារពីកម្ទេចកំទីដែលហក់មកហើបមាត់បន្តិចការធ្វើបែបនេះជួយឲ្យសម្ពាធក្នុងត្រចៀកនិងសួតរបស់អ្នកមានតុល្យភាពជាមួយសម្ពាធខាងក្រៅការពារកុំឲ្យដាច់ក្រដាសត្រចៀកឬរបួសសួតកុំផ្អែកនឹងជញ្ជាំងរំញ័រពីការផ្ទុះអាចធ្វើឲ្យបាក់ឆ្អឹងឬរបួសក្នុងប្រសិនបើអ្នកផ្អែកខ្នងនឹងជញ្ជាំងអគារដែលរងការប៉ះទង្គិចការស្វែងរកជម្រកដែលមានសុវត្ថិភាពប្រសិនបើអ្នកមានពេល2 3នាទីមុនការវាយប្រហារមកដល់ប្រសិនបើនៅក្នុងអគារត្រូវរកបន្ទប់ដែលនៅចំកណ្ដាលគេដែលមានជញ្ជាំងយ៉ាងតិច2ជាន់រែងចន្លោះអ្នកនិងខាងក្រៅអគារដូចជាបន្ទប់ទឹកឬច្រករបៀងជៀសឆ្ងាយពីកញ្ចក់បងអោយកញ្ចក់គឺជាគ្រោះថ្នាក់បំផុតកម្លាំងផ្ទុះនឹងធ្វើឲ្យកញ្ចក់បែកខ្ចាត់ខ្ចាយคล้ายជាអំបែងមុតស្រួចជម្រកក្រោមដីបន្ទប់ក្រោមដីឬចំណាត់រថយន្តក្រោមដីគឺជាកន្លែងដែលមានសុវត្ថិភាពបំផុតប៉ុន្តែត្រូវជៀសវាងអគារចាស់ៗដែលអាចបាក់ស្រុតសង្កត់ញាក់ប្រសិនបើនៅខាងក្រៅស្វែងរកប្រឡាយរណ្ដាយឬរចនាសម្ព័ន្ធបេតុងក្រាស់ៗកុំលាក់ខ្លួនក្រោមឡានឬជិតស្ថានីយ៍ប្រេងឥន្ធនកជៀសវាងតំបន់ដែលមានហានិភ័យខ្ពស់យន្តហោះប្រយុទ្ធរបស់សៀមគឺពេលនេះវាយប្រហារលើគោលដៅជាក់លាក់អ្នកគួរនៅឲ្យឆ្ងាយពីមូលដ្ឋានយោធានានានៅឲ្យឆ្ងាយពីរង្វង់5គីឡូម៉ែត្រនិងកន្លែងរ៉ាដាផ្កាយសហធុតប៉ុន្តែបើស្ថិតទៅដល់សភាវៈសង្គ្រាមពិតប្រាកដហើយសូមនៅឲ្យឆ្ងាយផងដែរពីហេដ្ឋារចនាសម្ព័ន្ធស្ពានធំៗរោងចក្រអគ្គិសនីនិងអង្គតែនទូរគមនាគមន៍អគាររដ្ឋាភិបាលក្រសួងឬទីស្នាក់ការនគរបាលផ្លូវឆ្នេរធំៗដែលយោធាអាចប្រើប្រាស់សម្រាប់ដឹកជញ្ជូនការជម្លៀសខ្លួនជាយុទ្ធសាស្ត្រធ្វើចលនានៅពេលស្ងប់ស្ងាត់ការវាយប្រហារច្រើនតែមកជាដំណាក់កាលប្រើពេលដែលស្ងប់ដើម្បីផ្លាស់ប្ដូរតែតំបន់ជនបទឬតំបន់ដែលមានសុវត្ថិភាពជាងកុំប្រើភ្លើងនៅពេលគ្រាបទៅយប់ប្រសិនបើអ្នកស្ថិតនៅក្នុងតំបន់សង្គ្រាមកុំប្រើភ្លីឬបើកភ្លើងផ្ទះចោលព្រោះយន្តហោះចម្បាំងមានឧបករណ៍ចាប់កម្ដៅនិងកាមេរ៉ាសម្ដៅគោលដៅដែលអាចមើលឃើញពន្លឺពីចម្ងាយការជួយគាំទ្រគ្នាទៅវិញទៅមកកុំនៅម្នាក់ឯងប្រសិនបើអាចគួរនៅជាមួយក្រុមគ្រួសារឬអ្នកជិតខាងការនិយាយគ្នានិងការដឹងថាមានអ្នកផ្សេងនៅជាមួយជួយកាត់បន្ថយសម្ពាធផ្លូវចិត្តបានច្រើនការចែករំលែកអាហារទឹកឬសូម្បីតែពាក្យលើកទឹកចិត្តដល់អ្នកដទៃគ្នានឹងជួយឲ្យអ្នកមានអារម្មណ៍ថាខ្លួនមានតម្លៃនិងមានកម្លាំងចិត្តតស៊ូសូមជូនពរឲ្យមានសុវត្ថិភាពគ្រប់គ្នាបងប្អូនយើង